ចំណុចខាងក្រោយនេះគឺជាចំណុចដែលយើងដាក់នៅគីឡូទឹកនេះគីឡូទឹកជាងគីឡូទឹកយើងរៀបចំជូនអញ្ចឹងបាទរៀបចំជូនតាមគ្រប់បន្ទប់ផ្នែកនេះគឺយើងដាក់គីឡូទឹកបាទអញ្ចឹងផ្នែកនោះយើងដាក់គីឡូភ្លើងហ្នឹងប្រព័ន្ធខ្សែភ្លើងយើងរៀបទៅរៀបចំអស់ហើយនៅពេលដែលយើងបញ្ចប់ទៅយើងរៀបចំតម្លើងទូគីឡូភ្លើងឌីសង់ទ័រអីនៅផ្នែកខាងនេះទាំងអស់ណាដើម្បីគ្រប់គ្រងតាមបន្ទប់មួយអញ្ចឹងអានេះជាប្រភេទអគារផ្ទះជួលគឺយើងរៀបចំអញ្ចឹងបាទរៀបចំរួចមកចប់ជូនគាត់អញ្ចឹងម្ចាស់កាន់សោជូននៅទៅហ្នឹងហើយយើងគិតប្រព័ន្ធភ្លើងអីយើងគណនាដោយវិស្វករអគ្គិសនីប្រព័ន្ធទឹកអីហ្នឹងហើយរៀបចំគណនាគិតគូវិសដោយវិស្វករអគ្គិសនីហើយតកតូនជាមួយគ្រឿងបង្គុំក៏យើងមានការតេស្តដីយើងមានការគណនាដោយវិស្វករគណនាគ្រឿងបង្គុំការងារយើងមានច្រើនប្រភេទអគារធំដែរយើងត្រូវរៀបចំឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីធានានូវសុវត្ថិភាពបាទចឹងអរគុណសម្រាប់បងប្អូនត្រូវការធ្វើអគារជួលអីអាចតំណងសួរនាំបានណា